ពិតជាមិនធម្មតាមែនព្រឹកមិញនេះអធិរាជរែកមេឃ BM21 របស់កម្ពុជាបានបំបាយសន្ទះក្បាលចោលសៀមអស់ជាច្រើនរយនាក់បន្ទាប់ពីពួកគេបានធ្វើការវាយប្រហារកម្ពុជាទាំងពីយប់រំលងអធិរាជចូលថ្ងៃទី23ខែធ្នូឆ្នាំ2025បញ្ហាការទូតត្រូវតែដោះស្រាយប៉ុន្តែបញ្ហាការតបទល់ជាមួយសត្រូវឈ្លានពាននៅចំពោះមុខត្រូវតែរឹងមាំកងទ័ពនៅសមរភូមិជួរក្រោយត្រូវតែបន្តរឹងមាំដើម្បីប្រកៀបប្រកិតស្មើជាមួយនឹងវីរៈកងទ័ពយើងនៅឯជួរមុខខណៈពេលនេះទៅហើយបើយើងមិនខ្លាំងគ្មានអ្នកណាអាចជួយយើងបានទេអនុញ្ញាតគោរពជម្រាបសួរបងប្អូនប្រិយមិត្តកសិជនជនរួមជាតិជាទីស្នេហាតទៅនេះសូមធ្វើការអាប់ដេតព័ត៌មានទាន់ហេតុការណ៍ស្ដីអំពីស្ថានភាពសង្គ្រាមឈ្លានពានរបស់សៀមមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាគិតត្រឹមថ្ងៃទី23ខែធ្នូឆ្នាំ2025ដែលជាវីដេអូអាប់ដេតលើកទី2អរិយកាលរាត្រីកន្លងផុតទៅហើយដែលបងប្អូនប្រជាជនខ្មែររំពឹងថាភាគីសៀមនឹងអនុវត្តនៅបទជប់បានដែលទើបតែប្រជុំថ្មីកាលពីថ្ងៃទី22ម្សិលមិញនៅឯទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីប៉ុន្តែគយទៅវិញនោះយប់មិញវាឈប់ម៉ោង10 11 12ម៉ែត្រប៉ុន្តែគ្រាន់តែរំលងអធិរាជចូលថ្ងៃទី23ភ្លាមពួកវាចាប់ផ្ដើមបន្តសកម្មភាពវាយប្រហារជាបន្តបន្ទាប់រហូតមកទល់ពេលនេះវាមិនទាន់ដកដៃនៅឡើយទេគណៈពេលដែលយោធាកម្ពុជាបាននឹងកំពុងតែប្រយុទ្ធតបទល់យ៉ាងស្វិតស្វាញនៅក្នុងសមរភូមិដ៏ក្តៅគគុកសូមបងប្អូនតាមដានជាមួយខ្ញុំឲ្យបានលំអិតអំពីចំណុចព្រឹត្តិការណ៍សំខាន់ដែលកើតឡើងជាបន្តបន្ទាប់តាំងពីយប់រំលងអធិរាជថ្ងៃទី23ខែធ្នូឆ្នាំ2025មកទល់ពេលនេះថាតើពួកវាបានធ្វើសកម្មភាពអ្វីខ្លះរួចកប់ត្រាទុកដើម្បីចងក្រងជាឯកសារផ្សារភ្ជាប់នៅភាពជឿជាក់ផ្ដាំតកូនចៅបញ្ជាក់យ៉ាងច្បាស់ថាចៅសៀមពិតជាឈ្លានពានទឹកដីកម្ពុជាដោយគ្មានយល់យល់ដៃពិតប្រាកដមែនតាមរយៈសេចក្តីប្រកាសព័ត៌មានបន្ទាន់ពីក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាចាប់ពីវេលាម៉ោង12រំលងអធិរាជរហូតដល់ម៉ោង5:39នាទីទៀបភ្លឺយោធាសៀមបានបាញ់កាំភ្លើងធំរត់ក្រោះចូលមកកាន់ភូមិសាស្ត្រប្រាសាទតាពោះចាប់ពីវេលាម៉ោង1:16នាទីរំលងអធិរាជរហូតដល់វេលាម៉ោង1:40នាទីយោធាសៀមក៏បានបាញ់ប្លង់ចំនួន13គ្រាប់ចូលមកកាន់ភូមិសាស្ត្រឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងចាប់ពីម៉ោង4:00នាទីទៀបភ្លឺយោធាសៀមបានបាញ់កាំភ្លើងធំពីចម្ងាយចូលមកកាន់ភូមិសាស្ត្រប្រាសាទព្រះវិហារនិងតាថាវរហូតមកទល់ពេលនេះនៅតែបន្តបាញ់នៅឡើយនៅវេលាម៉ោង5:30នាទីយោធាសៀមក៏បានបាញ់កាំភ្លើងធំរត់ក្រោះចូលមកកាន់ភូមិសាស្ត្រប្រាសាទតាមាត់នៅវេលាម៉ោង7:01នាទីព្រឹកថ្ងៃទី23ខែធ្នូឆ្នាំ2025នេះយោធាសៀមក៏បានបាញ់ផ្លោងចូលមកកាន់ភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង7:35នាទីយោធាសៀមក៏ធ្វើការបាញ់កាំភ្លើងយន្តនៅឯភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង8:01នាទីយោធាសៀមបានបាញ់ផ្លោងចូលមកកាន់ភូមិសាស្ត្រភូមិជោគជ័យម្ដងទៀតនៅវេលាម៉ោង8:01នាទីនេះដដែលយោធាសៀមក៏ធ្វើការបាញ់ផ្លោងចំនួន2គ្រាប់ចូលមកកាន់ទីតាំងស៊ីវិលដែលមានប្រជាជនរស់នៅក្នុងភូមិសាស្ត្រប៉ោយប៉ែតដោយមួយគ្រាប់ធ្លាក់នៅសង្កាត់អូរុស័យនិងមួយគ្រាប់ទៀតធ្លាក់នៅឯសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង10:30នាទីព្រឹកវានៅតែបន្តបាញ់ផ្លោងចូលមកកាន់ទិសប្រាសាទព្រះវិហារចាប់ពីម៉ោង10:38នាទីដល់ម៉ោង10:40នាទីយោធាសៀមបានបាញ់ផ្លោងចំនួន3គ្រាប់បន្ថែមទៀតចូលមកកាន់ភូមិសាស្ត្រកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង11:35នាទីអាជ្ញាធរក៏សូមទទូចឲ្យប្រជាពលរដ្ឋនៅឯខាងប៉ោយប៉ែតហាមធ្វើដំណើរចាប់ពីខាងកើតសាកដាលរហូតដល់នឹងវងមូល58កូនដំរីផ្លូវជាតិលេខ5នេះបើតាមប្រភពរបស់ឯកឧត្តមប៉ាន់ខែប៊ុនថនបងប្អូនជនរួមជាតិជាទីគោរពរាប់អាននេះគឺជាសកម្មភាពដ៏សាហាវយង់ឃ្នងដែលយោធាសៀមបើកការវាយប្រហារទាំងការមិនគោរពនៅបទចម្បាញ់ទាំងមិនខ្វល់ខ្វាយអំពីភាគីណាមួយបើទោះបីជាប្រទេសមហាអំណាចចិនអាមេរិកអឺរ៉ុបនិងអាស៊ានអ្វីក៏ដោយក៏ពួកគេនៅតែមិនស្ដាប់ដែរបើយើងគិតចាប់រាប់តាំងពីថ្ងៃទី22ដល់ថ្ងៃទី23នេះទាហានសៀមបានប្រើប្រាស់កាំភ្លើងធំយន្តហោះទម្លាក់គ្រាប់បែកដ្រូនអតិឃាតកាំភ្លើងធំនិងការបាញ់ប្លង់កាំភ្លើងយន្តពីចម្ងាយដែលធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាពិសេសនៅខាងខេត្តព្រះវិហារប្រជាជនយើងបានខូចខាតផ្ទះសម្បែងរហូតដល់7ខ្នងដូចជាខាងភូមិស្រែមខាងជើងចំនួន3ខ្នងភូមិចបុកសែនជ័យចំនួន3ខ្នងភូមិសែនជ័យចំនួន1ខ្នងនេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិសកម្មភាពខាងលើនៃការវាយប្រហារដ៏កម្រោលរបស់យោធាសៀមនេះគឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរដែលពិភពលោកមិនត្រូវអោបដៃឈរមើលឡើយដូច្នេះយើងសង្ឃឹមថានឹងមានដំណោះស្រាយដ៏សមស្របមួយឆាប់នេះទៅចុះអរគុណបងប្អូនដែលបានស្ដាប់និងទេសនានៅហេតុការណ៍មួយចំនួនដែលខ្ញុំបានលើកយកដើម្បីអាប់ដេតជូនបងប្អូននៅក្នុងវីដេអូអាប់ដេតលើកទី2ថ្ងៃទី23ខែធ្នូឆ្នាំ2025ហើយបន្តិចទៀតបងប្អូននឹងតាមដានជាមួយខ្ញុំនៅព្រឹត្តិការណ៍ព័ត៌មានអាប់ដេតជាបន្តទៀតនៅវគ្គទី3និងវគ្គទី4មួយវិញទៀតខ្ញុំបាទសូមផ្សព្វផ្សាយព័ត៌មានបន្តិចពាក់ព័ន្ធជាមួយនឹងការទូតដោយអ្វីដែលខ្ញុំជម្រាបជូនបងប្អូនកាលពីម្សិលមិញអញ្ចឹងខាងភាគីសៀមម្សិលមិញគេអត់បានឆ្លើយថាដំណោះស្រាយនឹងដំណើរការយ៉ាងណាទេនាយករដ្ឋមន្ត្រីអនុទានច័ន្ទវិរៈគុលគេថាចាំថ្ងៃទី24ចាំគេផ្ដល់ចម្លើយនឹងការដំណោះស្រាយតាមក្រោយជាពិសេសនឹងអនុញ្ញាតឲ្យមេទ័ពកម្ពុជានិងមេទ័ពសៀមមានការជួបប្រជុំគ្នាហើយបើតាមភ័យផ្លូវការរបស់លោកសយសុភាពចាងវាងសារព័ត៌មានដើមអំពិល
បានបង្ហើបថាកិច្ចប្រជុំ GBC អាចទំនងជាកើតឡើងនៅឯប្រទេសម៉ាឡេស៊ីផងដែរនាពេលដ៏ខ្លីខាងមុខនេះមួយទៀតសម្រាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកលោកដូណាល់ត្រាំព្រឹកមិញនេះដែលត្រូវនៅថ្ងៃទី22ខែធ្នូឆ្នាំ2025នៅឯសហរដ្ឋអាមេរិកលោកត្រាំបានថ្លែងទៅកាន់សន្និសីទកាសែតរួមជាមួយនឹងអ្នកសារព័ត៌មានជាច្រើនជាប់ប្រកាន់ទៅលើភាគីសៀមថាប្រទេសថៃគឺជាអ្នកផ្ដាល់នៃការឈ្លានពានបង្កសកម្មភាពសង្គ្រាមនេះម្ដងទៀតជាលើកទី2ហើយពាក្យសម្ដីនេះគឺជាពាក្យសម្ដីលើកទី1ហើយដែលលោកដូណាល់ត្រាំបាននិយាយបែបនេះមួយវិញទៀតលោកក៏បានបង្ហើបផងដែរថាលោកក៏បានប្រាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាមេរិករួចទៅហើយគឺលោក Marco Rubio ឲ្យធ្វើយ៉ាងណាបន្តដំណើរការនៃការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជានិងថៃនេះឲ្យបានឆាប់រហ័សជាទីបំផុតបងប្អូនប្រសិនបើមានដំណោះស្រាយបានឆាប់ប្រកបមែនពួកយើងពិតជាអបអរសាទរណាស់អញ្ចឹងមានតែតាមដានបន្តទៀតទេប៉ុន្តែសូមបងប្អូនប្រជាជនកម្ពុជាកុំរំពឹងទៅលើបរទេសពេកសូមបងប្អូនបន្តនាំគ្នារួបរวมសាមគ្គីភាពជាពិសេសគឺប្រគៀកស្មារជាមួយនឹងរដ្ឋាភិបាលរបស់កម្ពុជាយើងផ្ដល់ទំនុកចិត្តទៅលើថ្នាក់ដឹកនាំដែលលោកកំពុងតែស្វែងរកដំណោះស្រាយហើយអ្វីដែលសំខាន់បំផុតនោះគឺបងប្អូននៅសមរភូមិជួរក្រោយត្រូវតែចូលរួមឧបត្ថម្ភយ៉ាងសំខាន់បំផុតសម្រាប់ស្បៀងអាហារនិងការផ្ដល់ជំនួយដ៏សំខាន់ចំពោះកងទ័ពកម្ពុជាដែលកំពុងតែប្រយុទ្ធតតាំងជាមួយនឹងខ្មាំងសត្រូវនាពេលនេះអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍ហើយមានសារៈសំខាន់សម្រាប់ប្រជាជាតិកម្ពុជាជាទាំងមូលកុំភ្លេចចុច like comment ពាក្យល្អៗនិងធ្វើការ share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចង់បានវីដេអូបន្ថែមជារៀងរាល់ថ្ងៃស្ដីអំពីស្ថានភាពក្តៅគគុកនៅឯព្រំដែនព្រមជាមួយនឹងបទវិភាគសំខាន់ៗផ្សេងទៀតបងប្អូនគ្រាន់តែចុចពាក្យ subscribe ជាការស្រេចអរគុណជម្រាបលា